ម្ចាស់អូនតើយើងគិតយ៉ាងម៉េចទៅតាំងពីយូរយារណាស់មកហើយនគរយើងពុំដែលមានបញ្ហាបែបនេះឡើយពិតមែនហើយម្ចាស់បងទោះបង្គំគិតថាយើងមានតែវិធីមួយទេគឺយើងត្រូវចរចាជាមួយនឹងពួកយៈថាតើយៈចង់បានអ្វីពីនគរយើងវាមិនងាយស្រួលទេក្នុងការចរចាជាមួយនឹងយៈនោះយើងមិនដឹងថាតើយៈចង់បានអ្វីពីនគរយើងមេតបខ្លាំងនៅនគរយើងត្រូវស្លាប់នឹងរងរបួសជាច្រើនប្រសិនបើយើងនៅតែបន្តប្រយុទ្ធជាមួយនឹងពួកយៈទៀតទោះបង្គំគិតថាប្រទេសយើងប្រកាសជាជួបនឹងគ្រោះមហន្តរាយជាពំខានក្រាបទូលព្រះអង្គឥឡូវនេះប្រជាជនដែលនៅក្នុងភូមិបានរត់មកជ្រោកពួននៅក្រោយរាជវាំងយើងច្រើនណាស់ព្រះអង្គសូមក្រាបថ្វាយបង្គំព្រះអង្គឥឡូវនេះពួកយៈបិសាចវាវាយមកដល់នៅកំផែងនគរយើងហើយព្រះអង្គដោយសារតែទ័ពនគរពុំអាចប្រយុទ្ធជាមួយនឹងពួកយៈបិសាចបានព្រះអង្គក៏សម្រេចប្រហារតីចេញទៅចរចាជាមួយនឹងពួកយៈបិសាចដែលអង្គឯងផ្ទាល់ដើម្បីសង្គ្រោះនគរឲ្យរួចផុតពីគ្រោះអាសន្នដ៏ធំមួយនេះស្ដេចនគរមហេន្ទ្របរពតចេញមកចរចាជាមួយនឹងពួកយៈបិសាចការចរចានេះចំណាយពេលយ៉ាងយូរដែលនគរមហេន្ទ្របរពតពុំមានលទ្ធភាពតស៊ូជាមួយនឹងពួកយៈព្រះអង្គដើម្បីសង្គ្រោះប្រជាជនក្នុងនគរក៏សម្រេចប្រហារតីប្រគល់សត្វទៅឲ្យពួកយៈហើយអ្វីបានជាឯងមកសម្រាប់ប្រជាជននៅក្នុងនគរយើងយ៉ាដោយសារពួកយើងឃ្លានពួកយើងត្រូវការអាហារបានយើងនឹងឲ្យអាហារពួកឯងតើអាហារបែបណាទៅពួកឯងស៊ីហើយឆ្អែតយ៉ាយើងត្រូវការឈាមយើងចង់ស៊ីមនុស្សមិនបានទេពួកឯងមិនអាចស៊ីមនុស្សបានទេបើពួកឯងស៊ីមនុស្សមានតែប្រឆាំងជាមួយនឹងពួកយើងនឹងស្ម័គ្រស្លាប់ប្រយុទ្ធជាមួយនឹងពួកឯងយ៉ាពួកយើងត្រូវការឈាមឲ្យតែពួកឯងមិនសម្លាប់មនុស្សយើងនឹងប្រគល់ឈាមទៅឲ្យពួកឯងយ៉ាឲ្យតែពួកយើងស៊ីឆ្អែតពួកយើងមិនសម្លាប់មនុស្សទេបានយើងនឹងចាប់សត្វនៅក្នុងនគរយើងប្រគល់ឲ្យពួកឯងស៊ីជាអាហារពួកយើងស៊ីច្រើនមនុស្សតូច3ទៅ4នាក់ទើបយើងឆ្អែតអត់ទេចាប់ពីថ្ងៃនេះទៅពួកឯងមិនអាចស៊ីមនុស្សនៅក្នុងនគរយើងទៀតទេពួកយើងនឹងចាប់សត្វឲ្យពួកឯងស៊ីជាអាហារនេះយល់ព្រមមួយអាទិត្យត្រូវដឹកចំណីឲ្យពួកយើងនៅនគរយើងពួកយៈក៏យល់ព្រមមិនបន្តសម្លាប់មនុស្សនៅក្នុងនគរមហេន្ទ្របរពតទៀតពួកយើងលេងបានស៊ីមនុស្សទៀតហើយមិនស៊ីក៏បានបើខ្ញុំស៊ីអត់បានផងអាយបងយោតែគ្នាយើងត្រូវការស៊ីពួកយើងលេងបានស៊ីមនុស្សហើយយើងស៊ីបានតែសត្វទេនឹងហើយស៊ីតែសត្វបានហើយកុំស៊ីមនុស្សយ៉ាត់មនុស្សដល់ដៃសម្រាប់ពួកយើងវិញណាយ៉ាតែសាច់មនុស្សឆ្ងាញ់យ៉ាគ្រាន់តែលឺថាមនុស្សយើងស្រក់ទៅមាត់បាត់ហើយស៊ីសាច់ក៏បានដែរឲ្យតែមានស៊ីតើលបងមិនហៅត្រឡប់ទៅវិញយើងត្រឡប់ទៅវិញអស់នេះតាយើងទៅវិញតាអញដូចមិនចង់ទៅវិញសោះហើយចង់ដេកតែនឹងបាន3 4ថ្ងៃសិនណាឯងនេះកន្លែងណាដេកយ៉ាឯងដេកកន្លែងទឹកនឹងតែមនុស្សឡាបអើយតើត្រឡប់ទៅវិញតាកុំនិយាយច្រើនពេកតើយើងត្រឡប់ទៅវិញវាមេខាំង